សួស្តីជំរាបសួរបានកូនប្រុសមែនទេព័ត៌មានលឿនមែនហើយត្រឡប់មកផ្ទះហើយមែនទេត្រឡប់មកហើយខ្ញុំមិនបានគេសោះងងុយខ្លាំងណាស់ម៉ោង 2 ម៉ោង 3 យប់ត្រូវតែក្រោមមកជួយផ្លាយមើលកូនក្មេងគឺបែបហ្នឹងហើយណាគេកាលកូនខ្ញុំទើបតែកើតមកខ្ញុំក៏ហត់ស្ទើរស្លាប់ដែរមកយប់ត្រូវមើលកូនហើយពេលថ្ងៃនោះត្រូវធ្វើការមិនបានគេងឆ្អែតនោះទេសូម្បីតែមួយថ្ងៃដូចគ្នាទាំងអស់នឹងបងតទៅនេះក៏ជួបបែបនេះដូចគ្នាតម្រាំតែបងបានស្រួលនោះគឺកូនចូលរៀនដល់មតីឯណោះច្រើនឆ្នាំតែម្ដងមានកូនទើបតែដឹងណាថាប៉ាម៉ារបស់យើងពិបាកពិតមែនតម្រាំតែចិញ្ចឹមយើងធំមកបានណាទៅធ្វើការល្អជាងទៅផ្ទះមើលកូនចាលោកចេះលេងភ្លេងនេះយ៉ាងម៉េចបានភ្លេងនេះខ្ញុំតែនៅខ្លួនឯងកុហកនេះជាបទភ្លេងរបស់ខ្ញុំលោកកំពុងតែចោទប្រកាន់ខ្ញុំថាខ្ញុំលួចមែនហើយខ្ញុំតែងភ្លេងនេះជាភ្លេងដំបូងនៅក្នុងជីវិតរបស់ខ្ញុំចាំបានលោកមានផលតើអ្វីខ្ញុំធ្វើឲ្យសិភើណោតបានលោកគ្មានផលតាំងទេប៉ុន្តែវាជាភ្លេងរបស់ខ្ញុំបើវាជាភ្លេងរបស់លោកពិតមែននោះលោកត្រូវតែលេងវាបានលោកជួយលេងភ្លេងនេះនៅឃ្លាចុងក្រោយខ្ញុំបន្តិចទៅមើលខ្ញុំចង់ស្ដាប់សូមអញ្ជើញខ្ញុំមិនលេចទេលោកកំពុងប្រាប់ថាលោកភ្លេចភ្លេងលោកដែលលោកតែងដោយខ្លួនឯងនោះហើយមែនហើយខ្ញុំភ្លេចលោកភ្លេចភ្លេងខ្លួនឯងតែងបញ្ជាក់ថាលោកភ្លេចវាទៅហើយឡោះ1 2កងនៅឯណាចេះលោកនិយាយឈួតអីជីវិតកាលនៅពី3ក្មេងវាជាការចងចាំដ៏ល្អរវាងប៉ាម៉ាក់កូននឹងលោកប្រហែលជាភ្លេចអស់ទៅហើយមើលទៅលោកកុំបណ្ដោយពេលវេលាវាមកផ្លាស់ប្ដូរខ្លួនឯងឲ្យបានលោកចាហោចណាស់ក៏មិនបាច់មកអង្គុយសោកស្ដាយនៅពេលចុងក្រោយដែរនេះមានន័យថាយ៉ាងម៉េចគឺលោកមិនបាច់មកសោកស្ដាយពេលក្រោយរឿងម៉ាក់លោកកំពុងចាក់លឹងរឹបតក្នុងខ្ញុំហើយមើលចុះខ្ញុំនិយាយតាមបន្តិចបញ្ចេញអាការៈមកភ្លាមខ្ញុំតែមកឈប់លោកធ្វើខុសចំពោះម្ដាយយើងដាក់ទឿនរួចហើយថាកុំឲ្យមកចែកនៅរឿងផ្ទាល់ខ្លួនរបស់យើងហើយត្រូវចាំទុកក្នុងខួរក្បាលផងទៅថាភ្
លេងនេះវាជាភ្លេងដែលយើងបានតែងមកឯងជាអ្នកលួចណោតភ្លេងរបស់យើងឯងជាអ្នកលួចយកទៅឯងមកពីណាឯងគ្មានសិទ្ធិមកយកភ្លេងយើងទេមកកងភ្នាក់ងារពីខាងក្រសួងដែលលោកណាត់នោះគឺមករងចាំនៅក្នុងបន្ទប់ហើយគេបាត់តំណែងចាអ្នកណាទៅមនុស្សប៉ោដែលដេកនៅត្រង់នេះយើងចាប់ទៅហើយចាប់ប្រមិញនេះជាអ្នកណាបងអ្នកណាគេម្នាក់ដែលខ្ញុំដើរមុខវានៅក្នុងបន្ទប់នោះអីមិញនេះមានមនុស្សនៅក្នុងបន្ទប់នឹងជាមួយបងកងគឺមានណាបងខ្ញុំទើបតែដើរមុខវានៅជើងដៃនៅឡើយខ្ញុំគ្រាន់តែចង់ដឹងថាវាជាអ្នកណាប៉ុន្តែមិញអត់មានមនុស្សនៅក្នុងបន្ទប់នេះទេតែណាហើយចុះវាប្រហែលច្បាស់ទៅហើយខ្ញុំស្មានតែវាគ្រាន់បើសួស្តីបាទថ្ងៃនេះខ្ញុំមកពីក្រសួងវប្បធម៌ខ្ញុំចង់មកសម្ភាសលោកកងភពដើម្បីយកទៅធ្វើជាប្រវត្តិដើម្បីដាក់បញ្ចូលឈ្មោះទៅបញ្ជីពានរង្វាន់អ្នកសិល្បៈកិត្តិយសណាបានយ៉ាងណាពេលសម្ភាសនោះខ្ញុំសុំតែសំលេងសម្ភាសផងដែរបាទសូមជើញខ្ញុំចង់ឲ្យលោកកងភពនិយាយឲ្យខ្ញុំស្ដាប់បន្តិចណាលោកកងភពខ្លាចជាអ្នកតែងភ្លេងនេះបានយ៉ាងម៉េចទៅបានខ្ញុំគឺចាប់ផ្ដើមដូចជាមនុស្សទូទៅប៉ុន្តែជាមនុស្សទូទៅដែលគ្មានខ្សែរយៈអ្វីទម្រាំតែបានឈរនៅត្រង់កន្លែងចំណុចនេះគឺមកពីអាជីពនេះបានខំប្រឹងប្រែងពុះពីឧបសគ្គយ៉ាងច្រើនហើយនៅពេលនេះខ្ញុំក៏នៅក្មេងរៀននៅមិនតាន់ចំថែមទាំងដែលរឿងសំខាន់បំផុតនោះគឺខ្ញុំមិនដែលមានបទពិសោធន៍ខាងផ្នែកនេះពីមុនមកឡើយសូមអញ្ជើញមកតបបាទសូមអញ្ជើញអង្គុយបាទជើញអង្គុយបាទអរគុណជំរាបសួរបាទគឺបងបានស្ដាប់ភ្លេងដែលខ្ញុំបានផ្ញើមកឲ្យហើយនៅស្ដាប់រួចរាល់ហើយយ៉ាងមិនដែរត្រូវចិត្តទេគឺអូខេប៉ុន្តែបងមិនទិញនោះទេបងក្រុមហ៊ុនរបស់ខ្ញុំមានអ្នកតែងភ្លេងរួចទៅហើយអត់មាននយោបាយឬក៏ទិញភ្លេងអ្វីក្រៅមកទេយកទៅវិញទៅបានអរគុណហើយចុងបងប្រុងទទួលយកអ្នកតែងភ្លេងឬក៏អត់ពេញហើយបងអូនត្រឡប់ទៅវិញទៅបងមិនទំនេរទេបាននេះណាបងអរគុណហើយរូបថតខ្ញុំបានយកមកឲ្យហើយណាដាក់ពាក្យខាអ្វីដែរអ្នកតែងភ្លេងប៉ុន្តែបងរៀនមិនទាន់ចប់ផងនោះចិត្តចប់ហើយបានខែក្រោយនេះខ្ញុំទទួលបរិញ្ញាហើយអញ្ចឹងចាំមកតើតើទៅណាអរគុណច្រើនបានខ្ញុំសូមផ្ញើផលហើយបាទ
ប៉ាវាមកអង្គុយធ្វើស្អីកន្លែងងងឹតបែបនេះគេគិតបំផ្លាញមែនទេក្រុមហ៊ុនរបស់គេសាងដោយផ្ទាល់ដៃហេតុអីគេចិត្តអាក្រក់ចំពោះប៉ាវាបែបនេះស្រេចតែគេទៅយើងគ្រាន់តែថាអ្នកទីផ្សារចាស់គ្មានអ្វីសំខាន់ចំពោះវាឡើយបណ្ដោយវាទៅលំបាកច្រើនជាងនេះយើងធ្លាប់ឆ្លងកាត់អស់ហើយចាប៉ាវាលោកកដាំងតើវាបានប្រាប់ប្រមាណទេអើយយ៉ាងហោចណាស់ក៏បានសុទ្ធមន់យកមកហូបដែរណាម៉ែវាឬមើលក៏យកឧបករណ៍ភ្លេងទៅបញ្ចាំសិនមួយនេះខ្ញុំសុំណាម៉ាក់វានេះជាសេចក្តីសុខរបស់ខ្ញុំតាំងពីតូចលោលេងអ្នកណាយកទៅពិតប្រាកដនោះអូប៉ាជប់សិនទុកខ្ញុំជិះលើកវិញប៉ាលេងដែរអរគុណហើយកូនមានអ្វីទៅលើកទៀតទេប៉ាអស់ហើយកូនអស់ហើយហេតុអីប្រអប់កុំព្យូទ័រនេះយកទៅត្រឹមគីឡូលក់ថ្ងៃនេះខ្ញុំទៅដាក់ពាក្យធ្វើការឲ្យម៉ែទៅដាក់ពាក្យធ្វើការជាអ្នកភ្លេងមែនទេមែនហើយហើយបើលើកនេះមិនបានគឺត្រូវទៅធ្វើអ្វីផ្សេងទៀតហើយចូលនេះមានលុយដែរឬអត់មិនទេម៉ាក់យកទុកទៅលុយរបស់ខ្ញុំនៅមានឡើយនៅសល់ពីម្សិលមិញម៉ាក់យកទុកទៅណាហើយនេះយកទៅផ្លឹងផងណាប៉ាខ្ញុំទៅហើយជម្រាបលាទៅចោះកូនប៉ាវាកងមិនព្រមយកលុយទៅទិញបាយញ៉ាំទៀតហើយអើយគេថាក្មេងប្រុសមិនអីនោះទេ
ថ្ងៃនេះសម្រាប់មែនទេកូនបានថ្ងៃនេះខ្ញុំមានកិច្ចការត្រូវធ្វើរួមជាមួយមិត្តភ័ក្តិហើយចិត្តប្រឡងផនអាម៉ាក់ត្រូវតែជួយគ្នាច្រើននេះខ្ញុំទៅឲ្យម៉ាក់ជម្រាបលាใจก็ยังฝันจำហេតុអីមិនប្រាប់ម៉ាក់រឿងថ្លៃសាលារៀនខ្ញុំមិនចង់ឲ្យអ្នកម៉ាក់ពិបាកខ្ញុំចង់រលួយបងថ្លៃសាលាដោយខ្លួនខ្ញុំផ្ទាល់អ្នកម៉ាក់ក៏ដឹងខ្ញុំអាចនៅរកបានយ៉ាងច្រើននៅ100ទៀតគឺបានគ្រប់ហើយហើយចុះនេះមានបានទៅរៀនខ្លះទេតែសាលារៀនខ្ញុំមិនបោះបង់ទេម៉ាក់តើទៅមិនបាច់ធ្វើការទៀតទេចំណែកលុយដែលនៅស្អល់មកអាចរកបានសាមកឲ្យកងទេត្រឡប់ទៅវិញប៉ាក៏ទេលោមើលថាឈ្មោះក្រុមហ៊ុនកាសែតកាំងវ៉ាន់រ៉េតខតចុះគេថាយ៉ាងម៉េចគេប្រាប់ថាបើកងទំនេរឲ្យកងទៅសម្ភាសនៅឯផ្នែកទទួលបុគ្គលិកតែកាំងវ៉ាន់រ៉េតខតមែនហើយខ្ញុំមិនដែរទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុននឹងទេគឺពួកក្រុមហ៊ុនកាសែតប្រហែលជាគេប្រាប់គ្នាទេដឹងហើយចុះគេថាយ៉ាងម៉េចតើគេឲ្យខ្ញុំទៅធ្វើតំណែងអ្វីគេឲ្យទៅធ្វើជាអ្នកតែងភ្លេងប៉ានិយាយពិតមែនហើយកូនម៉ាក់ត្រេកអរខ្លាំងណាស់ពេល
ពេលដែលខ្ញុំបានទទួលដំណឹងពីពេលនេះខ្ញុំត្រេកអរណាស់ដូចជាការយកសំខ្លាយទៅជាការពិតពេលដែលទៅសម្ភារការងារពិតប្រាកដខ្ញុំត្រូវដើរអន់មុខចេញពីផ្នែកទទួលបុគ្គលិកហើយអ្វីទៅបាទគឺក្រុមហ៊ុននៅក្នុងពេលនោះគេមាននយោបាយគេហៅថាវាជាលក្ខខណ្ឌនឹងថាបើខ្ញុំមកចូលធ្វើការនៅទីហ្នឹងខ្ញុំត្រូវតែមានលុយហើយត្រូវដាក់ប្រាក់កក់ចំពោះតំណែងមុននឹងចូលធ្វើការពិតប្រាកដ 6,000 បាត6,000 បាតបាទតើហើយសម្រាប់សម័យនេះគឺ 6,000 បាតវាច្រើនខ្លាំងណាស់បាទច្រើនខ្លាំងណាស់គឺច្រើនមែនទេ 6,000 បាតច្រើនខ្លាំងណាស់ពេលដែលគ្រួសាររបស់ខ្ញុំបានឮលក្ខខណ្ឌនេះគេគ្រប់គ្នាក៏ស្រឡាំងកាំងព្រោះអីពេលនេះគ្រួសាររបស់ខ្ញុំគ្រប់គ្នាជាពិសេសគឺប៉ាម៉ាក់ខ្ញុំគ្រួសាររបស់ខ្ញុំកំពុងតែមានបញ្ហារឿងប្រាក់បំណុលច្រើនធ្វើយ៉ាងមិនទៅបាវារកប្រាក់ឯណាយកមកតម្កល់ឲ្យគេទៅមែនហើយហេតុអីចាំបាច់ដាក់កក់ប្រាក់ចំនួនច្រើនបែបនេះឈួតមែនទេឈួតមែនហើយគឺបើសិនជាយើងអត់មានគេប្រហែលជាឬមួយឲ្យកងទៅធ្វើជាសេលដល់លក់របស់ល្អជាងធ្វើជាអ្នកលក់បញ្ចប់អាជីពដោយប៉ាវាមែនទេខ្ញុំគិតថាគុំអីល្អជាងម៉ាក់វាទុំរំតែរកការងារពិសេសធ្វើបានលុយគ្រប់មិនគ្រប់អ្នកផ្សេងក៏គេយកទៅស៊ីអស់ណាមែនហើយយើងធ្វើយ៉ាងមិនល្អទេកងបានមកបើកទ្វារឲ្យម៉ាក់តែងបានមានកែមកព្រឹកហើយហេតុអីមិនទៅតែងខ្លួនទៅណាទៅគឺទៅធ្វើការនោះអីក្រែងគេណាត់ព្រឹកថ្ងៃនេះមែនទេគេប្រាប់ឲ្យយកប្រាក់ទៅតម្កល់តំណែងទៅជាមួយប្រាក់តម្កល់តំណែងមែនទេនេះហើយប្រាក់យើងមានប្រាក់តម្កល់ហើយម៉ាក់បានមកពីណាហើយចោះម៉ាក់អាចរកមកបានណាបញ្ញាប់ងូតទឹកចាំម៉ាក់នាំទៅសញ្ញេធានាឲ្យម៉ាក់តិចទៀតកូនមកចាំមកផ្លែលឿនតកូនតាំងតែពីទៅដល់ធំមិនថាកើតមានបញ្ហាអ្វីចំពោះខ្ញុំហើយនឹងម៉ាក់ខ្ញុំតែងតែជួយខ្ញុំបានរហូតហើយលើកនេះក៏អញ្ចឹងដែរនាមរបស់ខ្ញុំគឺជាអ្នករកលុយយកមកតម្កល់ទីនេះធ្វើខ្ញុំមកខ្លាចទៅជាអ្នកតែងភ្លេងសំតាមបំណងបើគ្មានអ្នកមកខ្ញុំទេក៏គ្មានអ្នកតែងភ្លេងឈ្មោះកងភពដែលគេអាចស្គាល់រហូតមកដល់សប្តាហ៍នេះមើលទៅលោកកងភពស្រឡាញ់អ្នកមកខ្លាំងណាស់អ្នកណាក៏ស្រឡាញ់អ្នកមកគ្រប់គ្នាប៉ុន្តែគួរស្ដាយណាស់ដែលអ្នកមករបស់លោកកងភពមិនអាចនឹងមើលភាពជោគជ័យរបស់កូនប្រុសគាត់បានត្រូវហើយបានគួរឲ្យស្ដាយចុះបើអភិនិហាមានពិតមែនលោកកងភពអាចបង្វិលពេលវេលាបានលោកកងភពចង់បង្វិលត្រឡប់ទៅក្នុងពេលណាច្រើនបំផុតនោះប្រាប់ផងបើអភិនិហាមានពិតមែនខ្ញុំចង់បង្វិលទៅក្នុងថ្ងៃក្រោយដែលពូកញ្ជ្រោលនៅក្នុងឆ្នាំ2538ថ្ងៃក្រហមពូកញ្ជ្រោលទៅធ្វើអីដែរទៅមើលបាល់ទាត់មែនទេអត់ទេមិនមែនទេ
ខ្ញុំមិនមើលបាល់ទាត់ជាដាច់ខាតឆ្លៀតហើយបើឆ្លៀតហើយបងកងផែកជ្រុងអរគុណម៉ានមានគេផ្សាយសារមកតែដឹងសាច់ទៅវាទៅមើលបាល់សិនបងកងផែកផ្សាយសារមកតែដឹងអូណែនេះបើផ្លោយមិនប្រាប់បងទេបងមិនហ៊ានទទួលទេណាមកកាត់អីបងកងមកចូលមន្ទីរពេទ្យបងទៅសិនហើយណាផ្លោយសុំទោសបានប៉ុន្តែបងណាមលោកកងភពកើតអីឬអត់នេះកុំអាសួរខ្ញុំមកខ្ញុំខឹងបាត់ទេបងណាមលោកកងជួយនាំខ្ញុំចេញពីកន្លែងនេះទៅលោកកងមិនអីទេមែនទេអត់អីទេសុំទៅលោកកងសុំផ្លូវមកវិញហើយលោកកងจะไม่หายនឹងមិនអីទេបែរចឹកខ្ញុំទៅមើលភ្នាក់ងារសិនហើយថាគេនឹងយ៉ាងម៉េចខ្លះ